រឿងគោញីមានដំណើរថាកាលនោះមានស្ដេចមួយអង្គមានគោញីមួយដែលទ្រង់ស្រឡាញ់អស់ពីព្រះរាជហឫទ័យនោះព្រះករុណាទ្រង់ជ្រាបថានឹងចិញ្ចឹមគោញីនោះឲ្យបានល្អគួរផ្ញើនឹងអ្នកស្រែស្រុកក្រៅនៅទីណាដែលមានស្មៅច្រើនល្អឲ្យគោនោះវាបានស៊ីឆ្អែតផងទ្រង់ព្រះចិន្តាដូច្នេះហើយទ្រង់ត្រាស់បង្គាប់ឲ្យចៅវាយស្រុកមួយនាក់ឈ្មោះអុកមានងារនៅខេត្តដែលមានវាលធំល្អមកទទួលគោញីនោះនាំទៅខ្វៀលឯស្រុកស្រែចៅវាយស្រុកចូលមកហើយទ្រង់មានព្រះបន្ទូលថាត្បិតអញផ្ញើមេគោអញមួយនេះឲ្យរះខេត្តចៅវាយស្រុកឯងខ្វារក្សាតែសត្វនេះយ៉ាងល្អចម្លែកប្លែកហើយអញស្រឡាញ់ណាស់ផងដូច្នេះគេចិញ្ចឹមថែទាំឲ្យល្អឲ្យប្រយ័ត្នបើមានឈ្មោះណាមួយមកប្រាប់ថាមេគោអញនេះវាស្លាប់អញនឹងកាប់ក្បាលអនុឥតឡើយឮដូច្នេះហើយចៅវាយស្រុកក្រាបទូលទទួលថាព្រះករុណាថ្លៃពិសេសហើយនាំគោញីនោះចេញទៅខេត្តវិញមកដល់ហើយចៅវាយស្រុកប្រមូលអស់នាម៉ឺនមេស្រុកជំទប់រាជទាំងអស់ផ្ដាំថាគោញីមួយនេះរបស់លួងជាអង្គម្ចាស់ទ្រង់បានផ្ញើឲ្យយើងខ្វារក្សាថែទាំឲ្យស្រួលសប្បាយតទៅមុខសេចក្តីនេះឲ្យនាម៉ឺនក្រមការរាជយកចិត្តជួយទាំងអស់គ្នាឲ្យមេគោនេះចម្រើនកំខានឡើយតែមិនឈឺឆ្អាលរក្សាទេឲ្យទៅជាស្លាប់នោះព្រះករុណានឹងឲ្យកាប់ក្បាលយើងទាំងអស់គ្មានប្រណីឡើយនោះនាម៉ឺនក៏រករើសភូមិណាដែលមានស្មៅច្រើនល្អយ៉ាឯកឲ្យរាជភូមិនោះយកមេគោរបស់លួងទៅខ្វៀលឯរាជក៏ចេះតែខំប្រឹងយកចំណីឲ្យមេគោនោះស៊ីតែរាល់គ្នាសពថ្ងៃវេលានោះមេគោនោះវាឡើងជាធាត់ណាស់ពុំចេះដើររកស៊ីស្មៅអ្វីទេចាំតែក្នុងរោងឲ្យរាជយកអ្វីឲ្យវាស៊ីក៏រាជចេះតែយកចំណីជាច្រើនពេកពេញកញ្ជើការុងជារៀងរាល់វេលាយកស្មៅខ្ចីខ្លះសំណាបខ្លះទំពាំងឫស្សីខ្លះស្រូវខ្លះគួពោតខ្ចីខ្លះឯគោនោះស៊ីក្រៃពេកទាល់តែស្លាប់ទៅដោយតែវាស៊ីហួសឃើញដូច្នេះរាជតូចចិត្តទៅប្តឹងជំទប់រត់ទាំងខ្លាចទៅប្តឹងមេស្រុកភ័យណាស់ពុំហ៊ានទៅជម្រាបលោកចៅវាយទៅប្តឹងត្រឹមស្មៀនឯភពស្មៀនភ័យពន្លឹកទៅជម្រាបបាឡាត់ឮតាមសេចក្តីក៏ញ័រទាំងដៃទាំងជើងចូលទៅឯលោកចៅវាយឃើញបាឡាត់ដូច្នេះក៏សួរថាកើតគ្រោះអ្វីក៏លោកបាឡាត់ញ័រទាំងដៃទាំងជើងយ៉ាងម្ល៉េះនោះបាឡាត់ឆ្លើយទៅវិញថាខ្ញុំប្របាទពុំហ៊ាននិយាយទេចៅវាយប្រាប់ថាមិនអីទេឲ្យលោកបាឡាត់និយាយចុះនោះបាឡាត់និយាយថាសូមមេត្តាប្រោសត្បិតមេគោព្រះករុណាវាស្លាប់
ទៅហើយឮដូច្នេះចៅហ្វាយស្រុកក៏ស្លុតញ័រសពសាច់ស្រែកថាខ្ញុំអើយម្ដងនេះឃើញថាផុតជីវិតហើយត្បិតលួងជាម្ចាស់ជីវិតមានព្រះបន្ទូលផ្ដាំថាបើនរណាទទួលថាមេគោនោះស្លាប់នឹងឲ្យកាប់ក្បាលយីខ្ញុំពុំព្រមទៅថ្វាយបង្គំក្រាបទូលតាមដំណើរទេឲ្យលោកបាឡាត់ទៅចុះឯបាឡាត់ប្រកែកឯការដែលចូលទៅក្រាបទូលព្រះករុណាក្នុងវេលានេះជាក្រសួងរបស់ចៅហ្វាយស្រុកពុំគួរប្រើនិមឺនណាជួសឡើយប្រកែកគ្នាទៅវិញទៅមកជាយូរខ្លាំងណាស់ការនោះជួនជាកូនក្រមុំចៅហ្វាយស្រុកដើរលេងក្នុងច្បារចិត្តខាងសាលាខេត្តឬចៅហ្វាយស្រុកជាឪពុកខ្សឹកខ្សួលដូច្នោះក៏នាងឡើងទៅលើសាលាសួរថាអើយមានការអ្វីឲ្យបារម្ភចិត្តម្ល៉េះនោះចៅហ្វាយស្រុកប្រាប់មកវិញថាកូនអើយឪពុកមានសេចក្តីវេទនាណាស់ត្បិតគោញីរបស់លួងវាស្លាប់ទៅហើយឯព្រះករុណាបានផ្ដាំថាបើអ្នកណាចូលទៅក្រាបទូលថាមេគោនោះស្លាប់ព្រះករុណានឹងកាប់ក្បាលអ្នកនោះឥតប្រណីហេតុនេះបានជាឪពុកមានទុរៈជាខ្លាំងណាស់ពុំព្រមចូលទៅក្រាបទូលតាមសេចក្តីទេឮដូច្នេះហើយនាងឆ្លើយមកវិញថាកុំឲ្យឪពុកព្រួយចិត្តបើឪពុកមិនហ៊ានទៅមិនហ៊ានទេខ្ញុំសូមទៅជួសចៅហ្វាយស្រុកខាត់ពុំព្រមឲ្យនាងទៅក្រែងស្ដេចកាប់ក្បាលនាងតាមព្រះបន្ទូលឯចៅហ្វាយខាត់យ៉ាងណាក៏នាងពុំព្រមស្ដាប់ចេះតែអង្វរឲ្យឪពុកបើកច្បាប់ឲ្យទៅដល់ចៅហ្វាយទាល់គំនិតបើកកូនទៅតាមប្រាថ្នាចិត្តទៅនោះនាងរៀបដំណើរស្លៀកសម្ពុតហូលល្អបងកក្រមាប្រែយ៉ាងល្អចូលទៅគាល់នៅអង្គុយស្ងៀមនឹងគេនោះស្ដេចតើតឃើញនាងក្រមុំនោះមានរូបល្អណាស់មានព្រះបន្ទូលសួរថានាងមកពីណាអញពុំដែលស្គាល់មកសោះនោះនាងក្រាបទូលថាពរម្ចាស់ខ្ញុំម្ចាស់មិនមែននៅក្រុងនេះទេខ្ញុំម្ចាស់នៅស្រុកក្រៅខ្ញុំម្ចាស់ជាកូនចៅហ្វាយស្រុកឈ្មោះអុកនោះស្ដេចមានព្រះបន្ទូលសួរថាចៅហ្វាយស្រុកអុកដែលចិញ្ចឹមមេគោអញនោះឬនាងក៏ក្រាបទូលថាពរម្ចាស់ខ្ញុំម្ចាស់ជាកូនចៅហ្វាយស្រុកនោះឯងនោះព្រះករុណាក៏ទ្រង់ព្រះសោមនស្សណាស់សួរថាឯមេគោអញសពថ្ងៃនេះមេគោព្រះករុណាវាពុំចេះផឹកទឹកទេស្ដេចឮដូច្នេះឆ្ងល់ណាស់សួរទៀតថាវាស៊ីស្មៅស្រួលទេនោះនាងឆ្លើយឡើងវិញវាពុំចេះស៊ីស្មៅទេស្ដេចសួរថាបើដូច្នេះមេគោអញធ្វើអ្វីនាងទូលថាវាពុំចេះបន្ទោបងទេនោះស្ដេចក៏ឆ្ងល់រឹតតែខ្លាំងឡើងសួរថាអ្វីទៀតឯនាងក្រាបទូលថាមេគោនោះវាលែងចូលបងផងស្ដេចក៏ស្រែកថាណាហើយមេគោអញវាពុំចេះផឹកទឹកពុំចេះស៊ីស្មៅលែងនោមលែងជុកអាចនោះដូចជាមេគោអញវាស្លាប់ទៅហើយនាងក៏ក្រាបទូលថាសូមទ្រង់ព្រះមេត្តាប្រោសព្រះករុណាមានព្រះបន្ទូលថាមេគោនោះវាស្លាប់ហើយខ្ញុំម្ចាស់មិនបានក្រាបទូលថាដូច្នោះសោះហេតុនេះមិនមែនជាក្បាលខ្ញុំម្ចាស់ទេដែលគួរកាប់នោះឬដូច្នេះហើយស្ដេចក៏ទ្រង់ព្រះសម្រួលពុំមានខ្ញាល់ឡើយទ្រង់ព្រះរាជទានរង្វាន់ទៅនាងវិញផងហ
ហើយមានព្រះបន្ទូលត្រាប់បង្គាប់ឲ្យទឹមព្រះរាជរថមួយនាំនាងវិលទៅផ្ទះវិញទ្រង់អភ័យទោសទាំងអស់